ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនគ្រាន់តែឃើញថានាងខ្ញុំច្បល់ដាក់គ្រឿងច្បល់ហ្នឹងណាបងប្អូនដឹងហើយថាហ្នឹងអីគេបងប្អូនម្ហូបខ្មែរទៀតហើយតែម្ហូបនេះមកលក្ខណៈចុះបាយទៀតណាចុះបាយហ្មងបងប្អូនអាចញ៉ាំជាមួយនឹងបាយកកបាយក្តាំងត្រីអាំងត្រីចៀនអីគឺត្រូវទាំងអស់ហ្មងណាហើយងាយស្រួលធ្វើណាមុខម្ហូបមួយមុខនេះបងប្អូនមានតែមួយមុខហ្នឹងដាក់ចូលទូទឹកកកទៅអូហូបងប្អូនស្លសម្លមួយមុខត្រីឈៀនមួយមុខឬក៏សាច់ជ្រូកឈៀនមួយមុខអីអូអស់ចាពិសេសតែម្ដងគឺខ្ញុំធ្វើម៉ាំល្ហុងណាគឺឈ្ងុយខ្លាំងណាបងប្អូនមើលតែរូបរាងសម្រស់គេដើមវីដេអូហ្នឹងបងប្អូនដឹងហើយឃើញទេហើយនេះគឺជារូបរាងដែលនាងខ្ញុំកំពុងតែចាវអត់តន់ចាវបានសម្រាប់ទេកំពុងតែលាយគ្រឿងនេះគឺជាសមិទ្ធផលដែលខ្ញុំធ្វើរួចរាល់ណាពុកម៉ែបងប្អូនស្រួយក៏ស្រួយឆ្ងាញ់ក៏ឆ្ងាញ់អត់ប្រៃអត់ផ្អែមជូរល្មមរូបមន្តនាងខ្ញុំធ្វើហ្នឹងណាហើយពុកម៉ែបងប្អូនចង់ដឹងថានាងខ្ញុំធ្វើបែបណាបានឆ្ងាញ់អញ្ចឹងអត់នេះមិនចេះតែអួតថាខ្លួនឯងធ្វើអីក៏ឆ្ងាញ់មែនទេបងប្អូនមានពេលខ្លះក៏បរាជ័យដែរតែជោគជ័យបានបង្ហាញពុកម៉ែបងប្អូនឃើញអញ្ចឹងណាតែម៉ាំល្ហុងនេះឆ្ងាញ់មែនឆ្ងាញ់ខ្លាំងណាល្មមតែម្ដងឥឡូវនាងខ្ញុំទៀតបង្ហាញក្បួនធ្វើជូនពុកម៉ែបងប្អូនដែរតែមុននឹងធ្វើសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយ like ជួយ subscribe នៅ channel YouTube របស់ខ្ញុំហើយសូមមេត្តាជួយ share វីដេអូនេះចេញទៅដើម្បីឲ្យបងប្អូនដទៃទៀតដែលមិនទាន់ចេះធ្វើម៉ាំល្ហុងណាឲ្យពួកគាត់បានឃើញហើយបងប្អូនអាច share ចែករំលែកហើយអាចរក្សាទុកវីដេអូនេះទុកថ្ងៃណាមួយបងប្អូនចង់ធ្វើម៉ាំល្ហុងបងប្អូនអាចឃើញវីដេអូរបស់នាងខ្ញុំតោះយើងចាប់ផ្ដើមធ្វើទៅថ្ងៃនេះខ្ញុំធ្វើម៉ាំល្ហុងហ្នឹងណាគឺខ្ញុំយកល្ហុងមកចំហៀងមកធ្វើមកល្ហុងនេះខ្ញុំបានល្ហុងសាគាតែតម្រាំរោបានបងប្អូនដោយសារសារចិត្តផ្ទះខ្ញុំវាមិនមែនជាប្រភេទសារធំទេវាសារទូចសារកមួនណាអញ្ចឹងវារកអីវាបានមានគ្រប់មុខទេអញ្ចឹងដើររកច្រើនណាច្រើនថ្ងៃហើយតាំងពីថ្ងៃចូលឆ្នាំរហូតដល់ឥឡូវហ្នឹងគឺតែមានឲ្យសមមកចំហៀងនឹងទៀតឥឡូវខ្ញុំយកល្ហុងហ្នឹងមកចិតវាស្អាតចឹងមកហើយកោះអាសខាងក្នុងនេះឲ្យអស់បើយើងកោះអត់អស់អត់ស្អាតទេវានឹងធ្វើឲ្យម៉ាំល្ហុងយើងញ៉ាំទៅល្វីងអត់សូវឆ្ងាញ់ទេណាយើងកោះឲ្យស្អាតមកបើបងប្អូនរមម៉ាំរល្ហុងសាគីអត់បានទេបងប្អូនអាចយកល្ហុងខ្ចីមកធ្វើក៏បានដែរវាស្រួយឆ្ងាញ់តែម្យ៉ាងម្នាក់គាត់ថាខ្ញុំចង់បានល្ហុងសាគីហ្នឹងដោយសារថតទៅវាឃើញពណ៌ស្អាតណាហើយក៏វាឆ្ងាញ់ដែរមានរសជាតិឆ្ងាញ់ឥឡូវខ្ញុំចិត្តស្អាតហើយខ្ញុំយកល្ហុងហ្នឹងមកខ្ញុំឈូសជាម៉ូតចឹងសរសៃវែងចឹងឲ្យវាចេញជាម៉ូតសិនមកចាំយើងកាត់វាចេញចំណិតណាវាកង់ទៅហើយអាសរសៃវែងហ្នឹងខ្ញុំអត់បោះចោលទេខ្ញុំក៏យកទៅធ្វើម៉ាំដូចគ្នាក្រោយពីឈូសហើយខ្ញុំយកល្ហុងរបស់ខ្ញុំហ្នឹងចិត្តជាប្រទះបងប្អូនចង់ចិត្តច្រវាមូក៏បានជាប្រទះក៏បានហើយកម្រាស់ប៉ុណ្ណាក៏បានដែរស៊ីសងលើបងប្អូនពេញចិត្តតែសម្រាប់ខ្ញុំមិនចិត្តក្រាស់ខ្លាំងហើយស្ដាងពេកទេគឺខ្ញុំយកកម្រាស់ប៉ុណ្នេះពុកម៉ែបងប្អូននេះប៉ុណ្ណឹងមកនេះប៉ុណ្ណឹងខ្ញុំចូលចិត្តណាពុកម៉ែបងប្អូន
nhưng mà tôi chất sẽ đang chừng năng nghề vậy luôn tới sập nhóm nơi miền thông minh là chẳng cứ nhóm tôi chất căn là crack căn là ngành chất chật cho mắt ក្រោយពីខ្ញុំចិត្តជាប្រទេសហើយខ្ញុំយកកាបដាក់ក្នុងកធុនមួយមកហើយខ្ញុំរោយអំបិលហ្នឹងបងប្អូនឃើញទេខ្ញុំដាក់មកសភាកំប៉ុងនេះសភាកាហ្វេកំប៉ុងហ្នឹងហ្មងណាបើគិតទៅប្រហែលជាកន្លះសភាបាយខ្ញុំច្បល់ល្ហុងហ្នឹងណាការច្បល់អំបិលនេះខ្ញុំសម្រាយឲ្យបងប្អូនអស់តែម្ដងកុំឲ្យបងប្អូនសួរខ្ញុំទៀតការដាក់ច្បល់អំបិលនេះគឺទី1ឲ្យវាចេញជាតិជ័ររបស់វាទី2ចេញជាតិទឹកទី3វាធ្វើឲ្យល្ហុងយើងស្រួយ អញ្ចឹងយើងច្បល់វាបន្តិចមកណាពេលច្បល់នឹងហើយយើងផ្អាប់ទុកវាប្រហែលជា20នាទីទៅកន្លះម៉ោងរហូតខ្ញុំបន្តិចអញ្ចឹងខ្ញុំដាក់ប្រហែលជា20នាទីអីទៅណាឥឡូវខ្ញុំដាក់ល្ហុងនឹងត្រាំជាមួយនឹងអំបិលច្បល់មួយអំបិលចោលទៅឲ្យវាចេញទឹកមកណាហើយឥឡូវខ្ញុំដាក់ស្ករធ្វើទឹកស្ករយើងដើម្បីចាក់ឲ្យហ្នឹងស្ករហ្នឹងខ្ញុំប្រើស្កររៀងក្រហមស្ករចាស់យើងមកស្ករត្នោតបងប្អូនមានស្ករត្នោតធ្វើរឹតតែឈ្ងុយខ្ញុំយកស្ករត្នោតមកកូននៅលើចក្រានមកអញ្ចឹងណាឲ្យវាឡើងជើងក្រងតិចមកតែមិនបាច់ដល់ថ្នាក់ឡើងដោយស្អៀវខាប់ទេឡើងរៀងជើងក្រងតិចញ៉េគាត់តកោប៉ុណ្ណឹងស្ករសុទ្ធស្ករត្នោតសុទ្ធគឺឈ្ងុយល្អតែម្ដងតែបើបងប្អូនអត់មានស្ករត្នោតទេបងប្អូនអាចធ្វើស្ករអំពៅឬស្ករសអីបានតាមការចូលចិត្តឬតាមដែលបងប្អូនមានណាពេលស្ករយើងឡើងជើងក្រងហើយយើងចាក់ទឹកចូលបន្តិចទៅណាដើម្បីឲ្យបានទឹកហ្នឹងយកទៅចាវផ្អកកូរវារលាយស្ករចាក់ទឹកហ្នឹងទៅពេលយើងកូរស្ករហ្នឹងឡើងជើងក្រងហើយយើងចាក់ទឹកចូលបន្តិចណាដើម្បីបានមានទឹកនៅក្នុងហ្នឹងលាយឲ្យស្កររបស់យើងនេះឡើងរលាយវារលាយឲ្យល្អអញ្ចឹងទៅហើយមានទឹកសម្រាប់ចាវផ្អកល្ហុងយើងណាសំទោសបងប្អូនចេះថានិយាយផ្អកល្ហុងចាវម៉ាំល្ហុងបងប្អូនហើយនិយាយខុសឲ្យខុសទៀតមិនចេះចាវម៉ាំល្ហុងណាឥឡូវប៉ុណ្្នឹងបានហើយយើងចាក់ទឹកចូលទៅនេះខ្ញុំចានចាក់ទឹកចូលណាចាក់ទឹកចូលឲ្យបងប្អូននេះឃើញទេខ្ញុំដាក់តែប៉ុណ្្នឹងឯទឹកណាប្រហែលជា3វែក2វែកកន្លះអីចឹងណាឃើញទេយើងកូរឲ្យវាស្ករវារលាយល្អអញ្ចឹងទៅតែប៉ុណ្្នឹងទៅបានហើយយើងបិទភ្លើងទៅហើយទុកឲ្យត្រជាក់បន្ទាប់ពីខ្ញុំធ្វើស្ករហើយណាទឹកស្ករហ្នឹងយើងទុកឲ្យត្រជាក់ទៅយើងអត់ចាវទាំងក្តៅទេបើយើងធ្វើទាំងក្តៅល្ហុងហើយម៉ាំយើងឲ្យលួយវល់នេះខ្ញុំមកចិត្តរំដេងខ្ញុំប្រើម្ដុំប៉ុណ្ណេះបានហើយចំពោះល្ហុងមកចំហៀងខ្ញុំប្រើរំដេងអត់ច្រើនទេដោយសារម៉ាំរបស់ខ្ញុំនេះខ្ញុំធ្វើខ្លួនឯងអញ្ចឹងខ្ញុំដឹងហើយថាក្នុងម៉ាំហ្នឹងវាមានគ្រឿងអីខ្លះប្រៃសាបផ្អែមហើយមានរំដេងហើយស្រាប់ហើយណាក្នុងម៉ាំមានអង្ករលីងមានរំដេងហើយខ្លះហើយអញ្ចឹងយើងដាក់បរិមាណមកល្មមបានហើយកុំដាក់ច្រើនពេកបើម៉ាំបងប្អូនទិញពិសាមកធ្វើបងប្អូនអាចភ្លក់វាហិតវាណាតើកម្រិតនៃម៉ាំហ្នឹងឈ្ងុយប៉ុណ្ណាបើបងប្អូនហត់ទៅមានអារម្មណ៍ថាវាស្ទើរគ្រឿងអីបងប្អូនថែមគ្រឿងជាក់ស្ដែងទៅណាហើយរំដេងនេះខ្ញុំយកមកលាងវាស្អាតហើយខ្ញុំចិតច្បកវាស្អាតដើម្បីយើងយកមកបុកយើងចិតច្បកឲ្យស្អាតចឹងទៅបន្ទាប់មកខ្ញុំចាប់ផ្ដើមយកមកកាត់ជាចំណិតកាត់វាអញ្ចឹងណាយើងកាត់កាន់តែទូចកាន់តែស្ដើងយើងបុកបានឆាប់កាន់តែម៉ត់លឿនជាងណាណាចឹងខ្ញុំហាន់ជាប្រទេសអញ្ចឹងហើយខ្ញុំច្រាមវាទូចដើម្បីយើងបុកទៅឲ្យឆាប់ម៉ត់រំដេងនេះខ្ញុំយកមកបុកបងប្អូនបុកឲ្យយើងម៉ត់តិចណា
តែបើបងប្អូនចូលចិត្តរំដេងយើងនៅដុំក៏បានដែរអត់បញ្ហាទេក្បួនធ្វើម៉ាំនេះបងប្អូនធ្វើច្រើនរបៀបតាមការនិយមចូលចិត្តរបស់ក្រុមគ្រួសារមួយអញ្ចឹងបងប្អូនទម្លាប់ធ្វើបែបណាបងប្អូនអាចធ្វើតាមហ្នឹងទៅតែបើបងប្អូនអត់ធ្លាប់ចេះធ្វើសោះបងប្អូនអាចមកធ្វើតាមនាងខ្ញុំក៏បានដែរបានហើយខ្ញុំបុកយកប៉ុណ្ណឹងមិនបាច់ម៉ត់ថៃពេកទេហ្នឹងណាតោះយើងទៅមើលល្ហុងរបស់យើងតោះយើងមកមើលល្ហុងយើងនេះឃើញទេបងប្អូនវាចាប់ផ្ដើមចេញទឹកណាទឹកនេះហើយយើងយកមកលាងឲ្យស្អាតយើងមកលាងតែមួយទឹកពីរទឹកទៅបានហើយឲ្យអស់ជាតិជ័រហើយអំបិលវារៀងសាបតិចមកល្ហុងដែលយើងលាងហើយយើងចាក់ចូលចានមួយមកចានធំបន្តិចណាយើងដើម្បីយើងយកមកចាវយើងមកលាយនិយាយពាក្យសាមញ្ញយើងលាយវានេះគឺជាម៉ាំរបស់ខ្ញុំម៉ាំត្រីឆ្ដោខ្ញុំធ្វើហើយបងប្អូនចង់ដឹងក្បួនធ្វើម៉ាំរបស់ខ្ញុំមុនបងប្អូនអាចចូលទៅមើលមុនបានណាដូចគ្នាតែមុនហ្នឹងគឺខ្ញុំធ្វើម៉ាំផ្សេងតែនេះធ្វើម៉ាំត្រីឆ្ដោថ្ងៃណាមួយខ្ញុំនឹងចេញធ្វើម៉ាំក្បួនម៉ាំត្រីឆ្ដោហ្នឹងឲ្យបងប្អូនមើលភាសាទៀតណាឥឡូវម៉ាំខ្ញុំមានហើយនេះឃើញទេម៉ាំត្រីឆ្ដោល្អណាស់ធ្វើបានល្អមែនទែនហើយខ្ញុំធ្វើតាំងពីមុនចូលឆ្នាំខ្មែរតែពេលខ្ញុំធ្វើហើយខ្ញុំដាក់ចូលទូទឹកកកឥឡូវយើងយកមកចាវវាមកណាម៉ាំបរិមាណម៉ាំបងប្អូនមានច្រើនបងប្អូនចូលចិត្តញ៉ាំម៉ាំបងប្អូនអាចដាក់ច្រើនឥឡូវខ្ញុំអត់ទាន់ដាក់អស់ទេខ្ញុំដាក់ប៉ុណ្្នឹងសិនយើងច្បល់វាមកយើងធ្វើវាមកដំណាក់កាលវាសិនណាយើងច្បល់អញ្ចឹងវាសព្វបើបងប្អូនធ្វើច្រើនរឹតតែច្បល់ម្ដងមួយទើបវាសព្វល្អឥឡូវម៉ាំរបស់ខ្ញុំនឹងឈ្ងុយបងប្អូនហើយម៉ាំរបស់ខ្ញុំនឹងខ្ញុំលីងអង្គលីងខ្ញុំលីងដាក់រំដេងនេះអង្គលីងរបស់ខ្ញុំហើយបងប្អូនចង់ដឹងថាក្បួនលីងអង្គលីងរបស់ខ្ញុំគឺក្បួនលីងខុសគេហើយម៉ាំឡើងឈ្ងុយតែម្ដងបងប្អូនចង់ដឹងបងប្អូនទៅមើលវីដេអូម៉ាំហ្នឹងបងប្អូននឹងឃើញក្បួនធ្វើម៉ាំខ្ញុំដែលរបៀបតាំងពីរបៀបលម្អិតតាំងពីរបៀបធ្វើអង្គលីងអង្គអីឡើងណាឥឡូវអង្គលីងខ្ញុំចាក់ចូលមកប៉ុណ្្នឹងមកណាហើយខ្ញុំច្បល់ឈ្ងុយមែនតែនហ្មងម៉ាំខ្ញុំទោះបីធ្វើហើយក៏ឈ្ងុយដែរទុកទូទឹកកកបើកចេញមកក្លិនឈ្ងុយហ្មងមិនឈ្ងុយតែតាពេលធ្វើហ្នឹងទេណាសូម្បីតែម៉ែក្មេកខ្ញុំបើកមកថាឈ្ងុយដែរម៉ាំហ្នឹងណានេះយើងច្បល់ឲ្យវាឡើងសព្វអញ្ចឹងណាបងប្អូនបន្ទាប់មករំដេងដែលខ្ញុំកិនបុកមិញហ្នឹងណាបងប្អូនអាចពូតយកតែទឹកក៏បានឬដាក់ទាំងសាច់រំដេងក៏បានខ្ញុំដាក់ទាំងរំដេងទាំងសាច់មកណាប៉ុន្តែខ្ញុំមិនដាក់គឺខ្ញុំច្បាច់វាសិនមកឲ្យចេញទឹកដើម្បីយើងច្បល់មួយវាឃើញទេហើយម៉ាំហ្នឹងក៏មានរំដេងហើយខ្លះដែរអញ្ចឹងយើងដាក់មកល្មមបានហើយណាម៉ាំមួយកូនចានហ្នឹងខ្ញុំដាក់ចូលទាំងអស់ទៅទាំងអង្គលីងអង្គអីខ្ញុំថែមដល់អស់ណាហើយយើងច្បល់វាឲ្យចូលគ្នាសព្វអញ្ចឹងអស់ណាអញ្ចឹងទឹកស្ករដែលខ្ញុំធ្វើមិញនេះឃើញទេយើងចាប់ដើមចាក់រយលើវាមកហើយយើងច្បល់ទឹកស្ករនេះពណ៌ល្អណាយើងច្បល់វាមកឃើញទេគ្រាន់ចាក់ទឹកស្ករចូលមកបងប្អូនឡើងពណ៌ស្អាតយកហ្មងណាដោយសារយើងធ្វើស្ករត្នោតហើយស្ករត្នោតយើងពណ៌វាក្រហមស្រាប់ទៀតឡើងស្អាតហ្មងមិនដាក់លាក់ដាក់អីទេនេះបងប្អូនឃើញទេយើងច្បល់ដាក់គ្រឿងសពអស់ណាឃើញចេញពណ៌ល្អហ៎ឥឡូវយើងយកវាមកដាក់កន្លងមួយដែលស្អាតយើងលាងកុំឲ្យមានដោះផ្សិតដោះអីឲ្យស្ងួតមកយើងយកមកច្រកម៉ាំរបស់យើងហើយការច្រកម៉ាំនេះបងប្អូនគឺយើងច្រកវាផ្អាប់ទុក2យប់ណា2យប់ទៅវាឆ្ងាញ់ជូរល្មមតែបើបងប្អូនមិនសូវចូលចិត្តជូរទេបងប្អូនដាក់មកយប់ហើយបើសិនជាបងប្អូននៅតំបន់ត្រជាក់អាហ្នឹង2យប់អត់ទាន់បានទេណា2យប់អត់ទាន់កាច់ល្អទេនៅខែក្តៅចេះ2យប់ល្មមគ្រប់គ្រាន់ហ្មងហើយវានៅចេញទឹកទៀតចេញទឹកពីល្ហុងមកយើងច្រកវាអញ្ចឹងមកណាហើយយើងស្កត់វា
ក្រោយពេលយើងច្រកម៉ាំល្ហុងយើងហ្នឹងណាចូលក្នុងកន្លស្អាតហើយយើងយកกระดาษដែលស្អាតហើយស្ងួតល្អហ្នឹងយកមកជូតតាមមាត់កន្លកែវហ្នឹងទាំងក្នុងទាំងក្រៅឲ្យបានស្អាតទី1យើងជូតទៅវាឃើញលក្ខណៈថាស្អាតវាសោភ័ណភាពណាទី2យើងជូតទៅឲ្យវាស្អាតកុំឲ្យវាធំក្លិនរយមកពងដាក់ហ្នឹងហើយគឺវាប្រកាសជាមានពងតកៅពងអីញ៉ាំទៅប៉ះពាល់ដល់សុខភាពយើងហើយបងប្អូនអញ្ចឹងក្នុងទាំងក្រៅត្រូវតែស្អាតណាហ្នឹងមកហើយខ្ញុំបិទកន្លនេះបើសិនជាកន្លខ្ញុំធម្មតាអត់មានអាដែកនេះទេខ្ញុំដាក់ថង់នេះថង់ផ្លាស្ទិកដែលយើងរុំម្ហូបនេះណាមួយជាន់ទៀតតែអានេះដោយសារនេះចិត្តល្អបិទអញ្ចឹងទៅហើយមួយទៀតខ្ញុំការពីមួយតង់ទៀតអញ្ចឹងយើងយកអានឹងបកមកបិទវាម្សាទៀតណាហើយយើងផ្អាប់ទុក2ថ្ងៃស្អិតមកលោកហើយបញ្ញាប់ផងបិទតែប៉ុណ្្នឹងមកគឺរួចរាល់ហើយតែប៉ុណ្្នឹងមកធានាសុខភាពហ្មងថាគ្មានស្អីចូលរួចទេណាឥឡូវម៉ាំល្ហុងខ្ញុំផ្អាប់ទុករយៈពេល2យប់ណាពុកម៉ែបងប្អូនឃើញទេនេះអូណែឃើញទេតោះតែមើលម៉ាំល្ហុងរបស់ខ្ញុំមើលតើវាទៅជារសជាតិបែបណាស្រួយបែបណាឆ្ងាញ់បែបណាតោះយើងបកវាមកណានេះអូបងប្អូនឃើញទេនេះខ្ញុំដាក់ឲ្យចិត្តកាមេរ៉ាមកឈ្ងុយណាមើលខ្ញុំសាក់ភ្លក់មើលស្រួយស្ងោកហ្មងណានេះឃើញទេឥឡូវខ្ញុំចាក់ដាក់ចានមកថ្ងៃនេះគឺខ្ញុំស្លកកូរត្នោតអញ្ចឹងខ្ញុំអាចដាក់ញ៉ាំមួយម៉ាំល្ហុងហ្នឹងក៏ឆ្ងាញ់ដែរម៉ាំល្ហុងនេះបងប្អូនអាចញ៉ាំជាមួយនឹងនំបញ្ចុកនំអីអ្នកខ្លះគេញ៉ាំជាមួយនឹងនំបញ្ចុកនឹងអីទៀតនិយាយរួមទៅអត់រើសទេបងប្អូនត្រីអាំងត្រីចៀនអីបានទាំងអស់ឥឡូវវីដេអូនៃការធ្វើម៉ាំរបស់ខ្ញុំបានដល់ទីបញ្ចប់ហើយពុកម៉ែបងប្អូននាងខ្ញុំក៏សូមអរគុណរាល់ការតាមដានរបស់ពុកម៉ែបងប្អូនតាំងពីដើមរហូតដល់ចប់សូមអរគុណជាច្រើនដែលបានគ្រប់គ្រងនាងខ្ញុំណាតោះឥឡូវនាងខ្ញុំសូមគោរពលាពុកម៉ែបងប្អូនតែប៉ុណ្្នឹងចាំជួបគ្នានៅវីដេអូថ្មីក្រោយទៀតណា